នេះចង់បង្ហាញពីរបៀបថែទាំពងដែលយើងភ្ញាក់អញ្ចឹងឃើញបងប្អូនមានចំណងច្រើនតើតងការថែទាំនៅពេលដែលយើងភ្ញាក់ហើយវាត្រូវដាក់ហាលថ្ងៃវាមួយថ្ងៃពី2ម៉ោងទៅ3ម៉ោងអញ្ចឹងណាមកយើងរវល់ទេមិនបាច់ដាក់ហាលទេកុំឲ្យហាលទៅជ្រុលស្ងួតខូចពងហើយការមើលថែមិនកុំឲ្យវាស្ងួតជ្រុលកុំឲ្យស្ងួតដល់ថ្នាក់ក្រៀមពងបើអញ្ចឹងខូចពងអស់យើងអាសាបាញ់ទឹកវាមុន5ថ្ងៃយើងបាញ់ម្ដងទៅហើយ5ថ្ងៃហើយយើងបាញ់ម្ដងទៀតចាហើយយកមកຕົកមកបាញ់ទៅឲ្យឃើញមានសំណើមចាឲ្យឃើញមានសំណើមឲ្យស្កៃដងឃើញពណ៌ចាកុំឲ្យឃើញពណ៌រៀងក្រហមទៅពណ៌រៀងក្រហមស្ងួតដែរបាញ់ចឹងណាកុំខ្លាចជោគពេកតែបាញ់កុំឲ្យដក់ទឹកបាយសើមប៉ុណ្ណឹងមកហើយយើងអាសាកាយមើលពងផងវាឲ្យវាសើមត្រឹមពងនៅបានកុំឲ្យសើមទៅដល់ក្រោមទៀតណាបើសិនជាយើងហែកមើលឃើញពងនឹងរីកពណ៌សណាពងល្អតែបើឃើញក្រៀមហ្នឹងអត់ល្អទេស្ទើរសំណើមយើងអាចបាញ់ថែមតិចទៀតអានេះទៅដាក់ខ្ញុំព្រឹកមិញប្រើស្កៃដងចាស់អានេះមួយទៀតអានេះខ្ញុំបាន3ថ្ងៃឃើញបងប្អូនឃើញពងវារីកល្អពេលសំណើមដល់ជាងកាយទៅមានសំណើមចាឃើញពងរីកល្អអញ្ចឹងការថែទាំជាអត្ថប្រយោជន៍ល្អដែរបើមិនយើងអត់ចេះគឺពងនឹងខូចហើយចូលវីដេអូនេះសម្រាប់អ្នកដែលគាត់អត់ចេះណាអត់ដឹងថាបាញ់ទឹកមិនអញ្ចឹងយើងអាសាបាញ់ទឹកវាឃើញស្ងួតបាញ់មួយថ្ងៃអាចបាញ់ចន្លោះពី2ទៅ3ដងហើយបាញ់ម្ដងឲ្យមានសំណើមអញ្ចឹងមកទេ